កម្លាំងកម្ពុជាមិនបានបង្កហេតុណាមួយដែលរំលោភបំពានបទឈប់បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025មានเพจផ្លូវការរបស់កងទ័ពជើងគោកថៃនិងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធិនភូមិភាគ2ដោយឮសំឡេងកាំភ្លើងសំឡេងផ្ទុះគ្រាប់បែកក៏ឃើញការចូលចិត្តលួសបន្លាហើយការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបំភ្លឺថាកងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយលោកស្រីបន្តថាកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងពោពេញចំពោះការគោរពនិងអនុវត្តនៅកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជានិងយោធាថៃបានយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនបំផុតជាមួយនឹងស្មារតីនៃការបដិញ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិតកម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នាក្នុងនោះផងដែរក្រុមទំនាក់ទំនងរវាងកម្ពុជាថៃនៅជួរមុខគឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំតាមរយៈការផ្ដល់ព័ត៌មានឬការបញ្ជាក់គ្នាទៅវិញទៅមកដើម្បីជៀសវាងការភ័ន្តច្រឡំឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់